ដើមខ្ញុំអត់មានដើមណាមួយចោលទេតរ៉េនខ្ញុំ500ដើមគឺការគ្រប់ទាំង500ដើមហ្មងអត់មានទេមានតែកូនតរ៉េនទុំជុះទេតែមិនមានបើថាតរ៉េនផ្កាទាំងអស់ឆ្នាំនេះហើយគុណភាពផ្កាក៏ល្អដែរនេះល្អមកចេញស្រស់ស្មើល្អមកហ្មងខ្ញុំឈ្មោះកៅសុកក្រីខ្ញុំនៅភូមិអភិវឌ្ឍឃុំអូស័យកដាលស្រុកសៀមបុកខេត្តស្ទឹងត្រែងខ្ញុំពីមុនមកខ្ញុំឆ្លាញ់ដែរបន្ទាប់ពេលខ្ញុំអត់មានលទ្ធភាពដាំដែលមានដីអញ្ចឹងទៅដល់ពេលមួយរយៈក្រោយមកក៏ខ្ញុំឆ្លាញ់ចង់បានទៅខ្ញុំមានកស៊ូមានអីអញ្ចឹងទៅដល់ពេលក្រោយមកដីនឹងគេលក់ខ្ញុំក៏ចាប់អារម្មណ៍ក៏ទិញទៅបាទដល់ពេលទិញរួចខ្ញុំធ្វើទិញនៅក្នុងខែ11ហ្នឹងខ្ញុំធ្វើអត់ជោគជ័យសោះព្រោះអីខ្ញុំបាញ់ស្លឹកអីថែទៅវាអត់បានល្អផ្កាមកផ្កាគាត់បានហើយមិនគាត់ថាវាផ្កាមកជ្រុះផ្កាមកជ្រុះអស់ហ្មងបាទដល់ពេលមួយរយៈចុងក្រោយនេះដើមដៃមកខ្ញុំក៏ចាប់ដើមដាក់ជីទៅក្រោយមកក៏លោកគ្រូរណរ៉ាត់គាត់មកចំការខ្ញុំហ្នឹងគាត់មើលឃើញចំការខ្ញុំហ្នឹងគាត់ក៏បានណែនាំឲ្យខ្ញុំប្រើថ្នាំគាត់អញ្ចឹងណាគាត់ឲ្យសាកចំនួន1000លីត្រដើម្បីបាញ់ថែត្រួយដល់ពេលយើងថែត្រួយទៅបាញ់ទៅខ្ញុំយកលទ្ធផលរបស់គេមកបាញ់មកខាងម្នាក់1000លីត្រដូចគ្នាដល់ពេលយើងមើលទៅឃើញលទ្ធផលរបស់លោកគ្រូរណរ៉ាត់ហ្នឹងគាត់ឲ្យយើងបានទិន្នផលមើលមកវាល្អដល់ពេលល្អមកគាត់ឲ្យខ្ញុំប្រើមួយមេឃដល់ពេលប្រើមួយមេឃហ្នឹងខ្ញុំបាញ់បានទៅវាអត់មានសត្វល្អិតមកចុះមកទេដល់ពេលស្រុកយើងចាស់ក្រោយមកទៀតគាត់បានណែនាំឲ្យខ្ញុំប្រើពេញពីងក្រហមនេះពេញពីងក្រហមតាមពិតតរ៉េនគឺសំខាន់ជាងគេយើងផលិតត្រួយបានត្រួយហើយយើងត្រូវការបាញ់មួយមេឃខៀវបាញ់មួយមេឃខៀវថែមួយមេឃខៀវបានល្អហើយពេលក្រោយមកស្លឹកទៅចាប់ដើមចាស់សំខាន់ជាងគេគឺពេញពីងក្រហមបើយើងអត់កម្ចាត់ពេញពីងក្រហមបានល្អទេថ្ងៃក្រោយធ្វើឲ្យយើងផលិតផ្កាអត់បានស្លឹកដើមយើងក៏អន់ដល់ពេលខ្ញុំបាញ់ពេញពីងនេះទៅយុធីទូទៅនេះទៅដល់ពេលក្រោយមកតើស្លឹកខ្ញុំបានល្អផ្កាខ្ញុំក៏បានល្អដូចរាល់ថ្ងៃហ្នឹងហើយល្អអញ្ចឹងខ្ញុំរំពឹងទុកថាផ្កាខ្ញុំផលិតបាន100%ហើយរាល់ថ្ងៃហ្នឹងហើយនឹងស្លឹកនៅតែបន្តទៅទៀតក្តាប់ហើយនឹងការផ្លែទៅទៀតទេអញ្ចឹងខ្ញុំចាប់ដៃគូជាមួយនឹងលោកគ្រូណារ៉ាត់ហ្នឹងគឺគាត់ល្អដើម្បីអីយើងមានលេខទូរស័ព្ទរបស់គាត់ហើយនឹង Telegram របស់គាត់យើងខុសត្រង់ណាយើងថតឲ្យគាត់មើលហើយឬមួយយើងខុសត្រង់ណាយើងខលឲ្យគាត់មកគាត់នឹងមកមើលដល់យើងដល់ចការឲ្យយើងហ្មងឥឡូវមើលបងប្អូនមើលផ្ការបស់គ្នាដើមខ្ញុំអត់មានដើមណាមួយចោលទេតរ៉េនខ្ញុំ500ដើមគឺផ្កាគ្រប់ទាំង500ដើមហ្មងអត់មានទេមានតែកូនតរ៉េនទុំជុះទេតែមិនមានបើថាតរ៉េនផ្កាទាំងអស់ឆ្នាំនេះហើយគុណភាពផ្កាក៏ល្អដែរនេះល្អមកចេញស្រស់ស្មើល្អមកហ្មងខុសពីឆ្នាំទៅច្រើនណាស់ព្រោះឆ្នាំទៅចេញមកដាច់ហើយជ្រុះក៏ច្រើនដែរដល់ឆ្នាំនេះមើលក្រុមដើមរបស់ខ្ញុំអត់មានជ្រុះទេមានតែខ្ញុំបេះនេះខ្ញុំបេះចោល2ដងមួយនេះបេះចោល2ដងហើយផ្កាខ្ញុំនៅប៉ុណ្្នឹងទៀតអញ្ចឹងយើងប្រើលទ្ធផលនេះអត់ខុសទេបងខ្ញុំប្រើទូទៅទេ